ឃើញថាវាល្អច្រើនក៏ប៉ុន្តែស្ដាយត្រង់ថាគោវាស៊ីបាទដល់ពេលគោវាស៊ីហ្នឹងទៅយើងក៏ពិបាកដែរបងប្អូនគ្នាបាទជម្រាបសួរដល់គ្នាបាទឥឡូវនេះគឺខ្ញុំបានមកដល់ផ្ទះហើយបាទបន្ទាប់ពីយើងភៀសសឹកជាយូរបាទរយៈពេលជិត1 ខែឥឡូវនេះបានមកដល់ផ្ទះវិញហើយបាទឥឡូវមកមើលតឡងបាទឃើញថាតឡងរបស់ខ្ញុំវាល្អច្រើនដែរក៏ប៉ុន្តែគឺមានគោបាទគោអ្នកភូមិនៅគាត់ភៀសសឹកទៅគាត់លេងបាទអញ្ចឹងហើយវាស៊ីបាទស៊ីច្រើនមែនទេបងប្អូនបាទជន់ដួលផងមានអាជន់ដួលក៏ជន់ដួលមានអាស៊ីបោចក៏ស៊ីបោចឥឡូវមើលបាទហើយដលងខ្ញុំនេះដាំបានដាំយូរនេះបាទថ្នាំដលងក៏បានបាញ់ដែរបាទសូម្បីបាញ់ពៅក៏មិនបានបាញ់ដែរបាទមើលស៊ីដល់កមកនេះបាទគោស៊ីលបាទឥឡូវយើងទៅមើលថាស៊ីបានណាបាទគោវាស៊ីដល់កបាទបាទនេះបងប្អូនបាទឃើញបាទជាងគោវាចូលស៊ីមែនទែនបាទភាសាខ្ញុំទៅមកដែរបាទយើងនៅតំបន់ក្រហមបាទចូលបានតិចតួចបាទឥឡូវនេះគោវាស៊ីមែនទេបងប្អូនបាទកន្លែងណាដែលគៀនអញ្ចឹងវាស៊ីដកបាទហើយឥឡូវដលងវារៀងស្ទុះល្អមកគ្នាបាទនិយាយថាគ្រាន់តែចោះប៉ុណ្ណឹងបាទឃើញថាវាល្អច្រើនក៏ប៉ុន្តែស្ដាយត្រង់ថាគោវាស៊ីបាទដល់ពេលគោវាស៊ីហ្នឹងទៅយើងក៏ពិបាកដែរបងប្អូនគ្នាបាទតែគោស៊ីពិបាកវាដោះអត់សូវល្អគ្នាបាទអញ្ចឹងអាណាចុងទៅវាស៊ីរិចទៅបាទដល់ពេលអញ្ចឹងវាទៅលងមកយើងវាអត់សូវល្អគ្នាបាទចឹងតែនេះល្អបងគ្នាបាទហើយសង្ឃឹមថាស្ថានភាពនៅតាមព្រំដែននឹងប្រសើរឡើងមុននេះបាទបើប្រសើរពេលណាគឺយើងនឹងមកបាញ់ថ្នាំពៅនេះបាទហើយមើលខាងនោះបាទខាងនោះវិញគឺនេះបាទកន្លែងនេះកន្លែងវាមកនេះបាទខាងក្រោមហ្នឹងបាទឃើញថាអស់លីងបាទគោស៊ីលីងបាទមាត់បងនេះបាទជាងល្អដែរបាទដលងអត់ច្រើនទេបាទដលង2 រ៉ៃជាងបងនេះបាទ2 រ៉ៃជាងបាទចិត្តកន្លះហាត់ដែរបាទ